ជំរាបសួរស្វាគមន៍មកកាន់កម្មវិធីទំនើបភាវូបនីយកម្មខ្មែរនៅក្នុងសប្តាហ៍នេះកម្មវិធីយើងនឹងមានកិច្ចសម្ភាសន៍ពិសេសជាមួយនឹងឯកឧត្តមលន់លំថៃឯកឧត្តមគឺជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមប្រធានបទដ៏សំខាន់នៅក្នុងសប្តាហ៍នេះយើងនឹងលើកយកការរៀបចំនៅពិធីបុណ្យទន្លេដែលជាការរៀបចំលើកទី1នៅក្នុងខេត្តកំពង់ចាមចាជំរាបសួរឯកឧត្តមសូមអរគុណចំពោះវត្តមានដ៏ពិសេសនៅក្នុងស្ទីឌីយោកម្មវិធីយើងនៅក្នុងថ្ងៃនេះឯកឧត្តមការរៀបចំនៅពិធីបុណ្យទន្លេគឺជាការរៀបចំលើកទី1របស់ខេត្តកំពង់ចាមនៅក្នុងឆ្នាំនេះតែខេត្តកំពង់ចាមបានរៀបចំនៅអ្វីដែលពិសេសសម្រាប់ទទួលប្រជាជនយើងយ៉ាងដូចម្តេចដែរឯកឧត្តមបាទសូមអរគុណខ្ញុំសូមជម្រាបជូនទស្សនិកជនជ្រាបថានេះគឺជាលើកទី1ដែលខេត្តកំពង់ចាមទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំនៅបុណ្យទន្លេដែលយើងអាចនិយាយបានថាលើកទី2ហើយបន្ទាប់ពីឆ្នាំ2015ធ្វើនៅខេត្តកញ្ចេះហើយមុនព្រះអង្គនេះសូមថ្លែងនៅការគោរពអរគុណចំពោះសម្ដេចអគ្គមហាសេនាបតីជួនសែនដែលបានផ្ដល់នៅការអនុញ្ញាតឲ្យខេត្តកំពង់ចាមរួមជាមួយខេត្តត្បូងឃ្មុំផងដើម្បីប្រារព្ធនៅពិធីដ៏មានសារៈសំខាន់នេះក្រោយពីការទទួលបាននៅការសម្រេចដ៏ពងពោះពីសម្ដេចតេជោនាយករដ្ឋមន្ត្រីអាជ្ញាធរខេត្តកំពង់ចាមរួមជាមួយនឹងស្ថាប័នពាក់ព័ន្ធបានរៀបចំនៅកិច្ចការសំខាន់មួយចំនួនដូចខាងក្រោមទី1ធំគឺការរៀបចំការកែលម្អសោភ័ណភាពក្រុងកំពង់ចាមហេតុអ្វីបានយើងធ្វើការកែលម្អនៅទីក្រុងកំពង់ចាមដោយសារថាបុណ្យទន្លេនេះគឺប្រារព្ធនៅក្នុងទីក្រុងកំពង់ចាមពិសេសទីក្រុងកំពង់ចាមគឺជាទីក្រុងដែលនៅជាប់នឹងមាត់ទន្លេចឹងទីមុនបង្អស់គឺត្រូវកែលម្អសោភ័ណភាពទីក្រុងនេះឯងចឹងទី1យើងខ្ញុំបានខិតខំពង្រីកផ្លូវនៅក្នុងក្រុងកំពង់ចាមស្ទើរតែទាំងអស់ពង្រីកឲ្យបានធំទូលាយហើយមានរៀបចំជាបកឌីរួមជាមួយក្រាកាឡាក៏ដូចជារៀបចំបណ្ដាញលូដើម្បីឲ្យបណ្ដាផ្លូវទាំងអស់ហ្នឹងគឺមានលក្ខណៈស្អាតបាទនេះទី1ទី2គឺយើងបានដាំដើមឈើពិតមែនតែដើមឈើរបស់យើងមានច្រើនហើយនៅតាមដងផ្លូវក៏ប៉ុន្តែយើងខិតខំដាំបន្ថែមទៀតដាំដើមឈើដើម្បីបង្កើតនៅតំបន់បៃតងរួមជាមួយនឹងដើមឈើដែលមានលក្ខណៈជាផ្កាបាទដើម្បីលម្អក្រុងបញ្ហាទី3គឺយើងបានរៀបចំគាត់ថាកែសម្រួលនិងធ្វើសួនច្បារថ្មីស្ទើរទាំងអស់ក្នុងក្រុងកំពង់ចាមបាទដើម្បីឲ្យប្រជាពលរដ្ឋយើងនៅក្រុងកំពង់ចាមក៏ដូចជាអ្នកដែលមកពីចម្ងាយក្រៅស្រុកគឺគាត់មកទស្សនាឬក៏គាត់អង្គុយលេងកម្សាន្តទាំងពេលយប់ក៏ដូចជាពេលថ្ងៃនិយាយរួមគាត់ថាបង្កើតនៅភាពស្រស់ស្អាតក្នុងក្រុងកំពង់ចាមតែម្ដងអ្វីដែលពិសេសជាងនេះទៀតយើងរៀបចំច្រាំងទន្លេបាទដោយសារថាបុណ្យនេះបុណ្យទន្លេហើយទីក្រុងនៅជាប់មាត់ទន្លេអញ្ចឹងយើងត្រូវកែប្រែច្រាំងទន្លេនេះទី1ឲ្យទៅជាកន្លែងដែលអាចគេថាទប់ទឹកជំនន់ចូលក្រុងបានផងហើយទី2គឺជាសួនច្បារដែលអាចប្រជាពលរដ្ឋមកស្រូបយកខ្យល់អាកាសធម្មជាតិនៅតាមដងទន្លេមេគង្គដែលបញ្ហានេះឥឡូវកន្លែងនេះคล้ายទៅជាឱសថព្យាបាលជំងឺមួយសម្រាប់ប្រជាពលរដ្ឋដែលលោកដើរលេងកម្សាន្តនៅទីនេះអាចគេថាស្រូបខ្យល់បរិសុទ្ធដែលមានទឹកត្រជាក់គេថាខ្យល់ធម្មជាតិនិយាយខ្លីអញ្ចឹងនេះកន្លែងនេះកំពុងតែពេញនិយមកំពុងពេញនិយមហើយបញ្ហាទី4គឺយើងខិតខំកែលម្អគេថារៀបចំសណ្ដាប់ធ្នាប់តាមទីផ្សារនានាឲ្យមានសណ្ដាប់ធ្នាប់ល្អហើយទី4គឺយើងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមនៅក្នុងការងារសម្អាតបរិស្ថាននិងអនាម័យហើយបញ្ហាទី2ធំគឺបញ្ហាដែលយើងត្រូវផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងឲ្យប្រជាពលរដ្ឋចូលរួមក្នុងការរៀបចំនៅលំនៅឋានក៏ដូចជាមុខផ្ទះគាត់ឬក៏ក្នុងបរិវេណគាត់ដើម្បីចូលរួមក្នុងការងារបុណ្យទន្លេនេះផងដែរហ
ហើយបញ្ហាទី3ធំគឺយើងផ្សព្វផ្សាយទៅឲ្យបណ្ដាអាជីវករពាណិជ្ជករពិសេសគឺសេវាករដែលបម្រើឲ្យផ្ទះសំណាក់ឬក៏សន្តាគារឬក៏ភោជនីយដ្ឋានលក្ខណៈដើម្បីឲ្យគាត់រៀបចំទីកន្លែងរបស់គាត់ឲ្យបានល្អមានបរិស្ថានអនាម័យហើយអប់រំកូនចៅឲ្យមានលក្ខណៈសុភាពរាបសារក្នុងការបម្រើភ្ញៀវរួមជាមួយការកម្រិតដាក់លក្ខខណ្ឌកុំឲ្យគាត់ដំឡើងថ្លៃនៅពេលដែលភ្ញៀវចូលមកលេងកម្សាន្តរយៈពេល3ថ្ងៃឬក៏4ថ្ងៃនេះបាទនេះគឺជាបញ្ហាដែលយើងបាននឹងកំពុងធ្វើរយៈពេលកន្លងមកនេះចាអាយដាមតកតងទៅនឹងតម្លៃនេះបានន័យថាមិនត្រឹមតែអាហារទទួលទានអីដែលមិនត្រូវឡើងទេចំពោះផ្ទះសំណាក់ឬក៏សន្តាគារអីក៏យើងមានការណែនាំដែរដើម្បីកុំឲ្យមានការដំឡើងថ្លៃបញ្ហានេះយើងបានរៀបចំក្រុមការងារមួយដើម្បីប្រមូលបាទអញ្ជើញសេវាករទាំងអស់ហ្នឹងមកអប់រំណែនាំគាត់មិនឲ្យគាត់ឡើងថ្លៃផ្ទះសំណាក់ឬក៏អូតែលឬក៏ផ្ទះជួលនានារួមជាមួយនឹងការដំឡើងថ្លៃម្ហូបអាហារហើយបន្ថែមលើនេះយើងក៏បានខិតខំហៅថាកែលម្អនិងពង្រឹងតំបន់រមណីយដ្ឋាននានាដែលនៅក្នុងខេត្តកំពង់ចាមហើយយើងក៏កំពុងកែប្រែយើងបង្កើតនៅកញ្ចប់ទេសចរមួយនៅតាមដងទន្លេមេគង្គផងដែរយើងមានកណូតសម្រាប់ដឹកភ្ញៀវដើរលេងកម្សាន្តតាមដងទន្លេមេគង្គដោយសារថាដងទន្លេមេគង្គរបស់យើងក៏ជាផលិតផលទេសចរមួយដ៏សំខាន់ដែរហើយជាមួយនោះយើងក៏ពង្រឹងនៅតំបន់ទេសចរផ្សេងទៀតដូចជាឆ្នេរខ្សាច់កោះប៉ែនយើងកំពុងតែកែលម្អបន្ថែមយើងពង្រឹងសុខសុវត្ថិភាពបាទនិងតំបន់ទេសចរផ្សេងទៀតដើម្បីឲ្យប្រជាពលរដ្ឋដែលគាត់មកចូលរួមនៅក្នុងពិធីបុណ្យនឹងផងគាត់មើលនៅក្នុងព្រឹត្តិការណ៍ពិធីបុណ្យនឹងផងហើយគាត់អាចដើរលេងកម្សាន្តនៅតំបន់ទេសចរផ្សេងផងដែរអាដាមខេត្តកំពង់ចាមគឺជាខេត្តមួយដែលត្រូវបានគេចាត់ទុកថាជាខេត្តមួយដែលមានរមណីយដ្ឋានស្អាតរួចទៅហើយកាលពីឆ្នាំមុនហ្នឹងក៏ទទួលបាននៅរំដួល2 តងដែរអាដាមតាមរយៈការរៀបចំនៅបុណ្យទន្លេនៅក្នុងឆ្នាំនេះហើយឃើញថាការរៀបចំនៅក្នុងខេត្តកំពង់ចាមហាក់មានភាពប្លែកកាន់តែខ្លាំងថែមទៀតតែអាដាមរំពឹងថានឹងទទួលបាន1 តងថែមទៀតទេបាទសំណួរនេះគឺសំខាន់ណាស់កាលពីឆ្នាំ2015កន្លងទៅគណៈកម្មការជាតិវិទ្យាល័យទីក្រុងស្អាតគឺបានផ្ដល់នៅចំណាត់ថ្នាក់ឲ្យខេត្តកំពង់ចាមបានរំដួល2 តងប៉ុន្តែ2 តងនេះគេថាប៊ីសដល់3 តងនៅសល់តែបន្តិចទេសល់បន្តិចតិចតួចដូចជាពិន្ទុខ្វះតែ5 ឬ 6 ពិន្ទុប៉ុណ្ណឹងឯងផ្ដើមចេញជាបញ្ហានេះគឺខេត្តកំពង់ចាមបានធ្វើការដកពិសោធន៍ថាតើនៅចំណុចណាខ្លះដែលយើងមិនទាន់អាចឈានទៅដល់បានចំណាត់ថ្នាក់រំដួល3 តងអញ្ចឹងទេការរៀបចំបុណ្យទន្លេនេះក៏ជាឱកាសមួយដ៏ល្អសម្រាប់ឲ្យខេត្តកំពង់ចាមដើម្បីពង្រឹងខ្លួនពង្រីកខ្លួនថែមទៀតដើម្បីឈានទៅដណ្ដើមយករំដួល3 តងប៉ុន្តែការបានឬក៏មិនបានវាអាស្រ័យទៅលើគណៈកម្មការវាយតម្លៃទេប៉ុន្តែទោះបីយ៉ាងណាក៏ដោយគឺខេត្តកំពង់ចាមបានខិតខំពង្រឹងខ្លួនពិសេសដោយអ្វីដែលខ្ញុំបានបញ្ជាក់ជូននៅកិច្ចការដែលខ្ញុំបានធ្វើកន្លងទៅនេះមាន5-6ចំណុចឧទាហរណ៍ដូចជាការរៀបចំផ្លូវនេះគឺមានសារៈសំខាន់ណាស់គឺមិនចង់ឲ្យមានសម្រាមមិនចង់ឲ្យមានដីមិនចង់ឲ្យមានអ្វីទាំងអស់នៅលើផ្លូវហើយបច្ចុប្បន្ននេះគឺស្អាតបើលោកស្រីឬក៏ទស្សនិកជនទៅអញ្ជើញទៅមើលនៅខេត្តកំពង់ចាមប្រហែលជាដូចអ្វីដែលខ្ញុំបាននិយាយបាទពីព្រោះយើងពង្រឹងណាស់ជាមួយនឹងការពង្រីកផ្លូវយើងក៏ខិតខំគេថាធ្វើយ៉ាងម៉េចបំផុសស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាមទាំងមូលហើយឥឡូវនេះស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងឃើញថាបានផលផុសណាស់គាត់គេថាដល់ថ្នាក់គាត់ចោលសម្រាមនៅលើផ្លូវអញ្ចឹងគាត់មានការខ្មាស់អៀនហើយគាត់ក៏គេថាមានការចូលរួមយ៉ាងច្រើនឥឡូវយើងដូចមុនទេហើយបញ្ហាការងារ
រៀបចំសួនច្បារស្អាតក៏ជាចំណែកមួយសម្រាប់ធ្វើការប្រឡងប្រណាំងនេះផងដែរសួនច្បារឥឡូវនេះគឺថាស្អាតមានភ្លើងលម្អបាទពេញទីក្រុងហើយវាធ្វើឲ្យបញ្ហាសុវត្ថិភាពសន្តិសុខនេះកាន់តែត្រូវបានពង្រឹងផ្លូវមិនត្រឹមតែភ្លើងមិនត្រឹមតែបំភ្លឺនៅគ្រប់កន្លែងថែមទាំងមានភ្លើងលម្អដើម្បីបង្កើតនូវភាពតាក់ទាញពីសំណាក់ភ្ញៀវជាតិអន្តរជាតិផងដែរហើយក្រៅពីនោះគឺបញ្ហាច្រាំងទន្លេដែលខ្ញុំនិយាយខាងដើមនេះគឺថាកំពុងតែកែប្រែហើយក៏សូមយកឱកាសនេះសូមថ្លែងនៅការអរគុណខ្លាំងណាស់ចំពោះប្រមុខរដ្ឋាភិបាលពិសេសគឺសម្ដេចតេជោសែនដែលបានផ្ដល់នៅច្រាំងទន្លេដោយសារតែកន្លងទៅនេះបាក់ច្រាំងទន្លេនៅទីក្រុងកំពង់ចាមឥឡូវនេះសម្ដេចបានផ្ដល់នៅច្រាំងទន្លេហើយច្រាំងទន្លេនេះហើយដែលកំពុងសាងសង់នេះហើយដែលយើងគេថាមានលទ្ធភាពក្នុងការកែលម្អទៅជាសួនច្បារទៅជាការពារទឹកជំនន់បានល្អប្រសើរផងដែរអញ្ចឹងការងារទាំងអស់នេះខ្ញុំយល់ថាអាចទៅថ្ងៃមុខយើងនឹងទទួលបានជោគជ័យបាទដើម្បីទៅចាអាយដាមតេតងទៅនឹងបញ្ហាការរៀបចំសណ្ដាប់ធ្នាប់និងសុវត្ថិភាពដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកទេសចរជាតិនិងអន្តរជាតិណែទៅលេងកម្សាន្តនៅបនទន្លេវិញតើអាយដាមបានត្រៀមអីខ្លះដែរបញ្ហានេះខ្ញុំបានគិតមុនផ្អស់គឺបញ្ហាសន្តិសុខរឿងនេះគឺរឿងសំខាន់ណាស់ដោយសារបនទន្លេនេះគេតាមការវាយតម្លៃភ្ញៀវអាចមកលេងកម្សាន្តគេថារាប់សែនអ្នកដោយសារថានៅខេត្តកោះចេះជាខេត្តតូចប៉ុន្តែអាចស្រូបយកភ្ញៀវបានដល់ជាង1សែនអញ្ចឹងទេខេត្តកំពង់ចាមប្រហែលជាអាចលើសអញ្ចឹងទេកិច្ចការពារសន្តិសុខគឺត្រូវបានយកចិត្តទុកដាក់សន្តិសុខទី1គឺយើងការពារនៅកន្លែងប្រពៃពិធីដោយសារថាមានមនុស្សច្រើនទី2គឺយើងការពារនៅកន្លែងសម្រាកហើយទី3គឺយើងការពារនៅកន្លែងដែលលេងសិល្បៈលេងកីឡាដោយសារកីឡាមានច្រើន11មុខអញ្ចឹងទេមានកន្លែងខុសៗគ្នាអញ្ចឹងទេយើងត្រូវពង្រឹងកិច្ចការពារនៅកន្លែងនោះហើយរួមជាមួយទៀតយើងការពារនៅកន្លែងតំបន់ទេសចរតំបន់លេងកម្សាន្តបាទអញ្ចឹងទេសិតតែមានផែនការច្បាស់លាស់ហើយកម្លាំងការពារមិនតិចជាង2000នាក់ទេហើយក្នុងនោះមានតាំងពីខាងក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលចូលរួមជួយផងដែរចាអាយដាមការរៀបចំពិធីបុណ្យទន្លេនៅក្នុងឆ្នាំនេះតើវានឹងជាផលវិជ្ជមានដ៏សំខាន់យ៉ាងម៉េចដែរទៅដល់ខេត្តរបស់បញ្ហានេះវាជាបញ្ហាសំខាន់ណាស់ខ្ញុំអាចយល់បានគោលបំណងរបស់ប្រមុខរដ្ឋាភិបាលដែលផ្ដល់នឹងការអនុញ្ញាតបង្កើតនៅបុណ្យទន្លេសម្រាប់ខេត្តកំពង់ចាមសម្រាប់ផ្ដល់ឱកាសឲ្យខេត្តកំពង់ចាមដោយខេត្តកំពង់ចាមបានគេថាប្រកាសខ្លួនឯងថាខេត្តកំពង់ចាមជាទឹកដីនៃឱកាសអញ្ចឹងទេការរៀបចំបុណ្យទន្លេនេះទី1ផ្ដល់ឱកាសឲ្យភ្ញៀវជាតិអន្តរជាតិបងប្អូនជាបរិវត្តជាទូទៅមើលឃើញអំពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមថាតើខេត្តកំពង់ចាមមានអីខ្លះដោយសារតែនៅក្នុងកម្មវិធីបុណ្យទន្លេនេះយើងមានព្រឹត្តិការណ៍ជាច្រើនបាទទី1គឺយើងបានរៀបចំនៅស្តង់ពិព័រណ៍ដែលស្តង់ពិព័រណ៍នោះមានការផ្សព្វផ្សាយអំពីផលិតផលកសិឧស្សាហកម្មរបស់ខេត្តដែលមាននៅក្នុងខេត្តកំពង់ចាមរបស់យើងហើយក៏មានការផ្សព្វផ្សាយពីម្ហូបអាហារទាំងជាតិទាំងអន្តរជាតិបាទហើយពិសេសគឺបន្លែផ្លែឈើអីគេថាមាននៅក្នុងទឹកដីខេត្តកំពង់ចាមដែលយើងចង់និយាយថាសក្តានុពលខេត្តកំពង់ចាមមានច្រើនបាទទាំងផលិតផលកសិកម្មកសិឧស្សាហកម្មក៏ដូចជាផលិតផលតម្បាញឬក៏សិប្បកម្មឧស្សាហកម្មលក្ខណៈអញ្ចឹងទេភ្ញៀវជាតិអន្តរជាតិឬក៏បណ្ដាអ្នកវិនិយោគផ្សេងៗគេនឹងមើលឃើញថាគេនឹងមានឱកាសបាទដើម្បីធ្វើការបណ្ដាក់ទុនបន្ថែមទៅលើអ្វីដែលយើងមានបច្ចុប្បន្ននេះខេត្តកំពង់ចាមមានរោងចក្ររហូតដល់13កន្លែងរោងចក្រធំបាទធំដូចជារោងចក្រផលិតសម្លៀកបំពាក់រោងចក្រផលិតដេរស្បែកជើងរោងចក្រផលិតឆ័ត្រ
រោងចក្រកែច្នៃឈើលក្ខណៈចឹងទេឱកាសនេះវានឹងអាចពង្រីកខ្លួនថែមទៀតបាទនេះវាបញ្ហាទី1បញ្ហាទី2វាជាឱកាសមួយសម្រាប់ឲ្យភ្ញៀវជាតិអន្តរជាតិមើលឃើញអំពីសក្តានុពលលើវិស័យទេសចរដោយសារនៅខេត្តកំពង់ចាមមានតំបន់រមណីយដ្ឋានច្រើនកន្លែងជាតំបន់រមណីយដ្ឋានវប្បធម៌ធម្មជាតិផងជាតំបន់រមណីយដ្ឋានផ្នែកប្រវត្តិសាស្ត្រផងឥឡូវនេះគ្រាន់តែតាមដងទន្លេមេគង្គមួយវាជាផលិតផលទេសចរមួយដ៏សំខាន់ណាហើយនៅតំបន់កោះប៉ែននេះគឺជាឆ្នេរខ្សាច់ដ៏សស្អាតណាហើយមុជទឹកតែម្ដងគឺស្អាតតែម្ដងអត់ចាំបាច់មុជទឹក2ដងដូចនៅសមុទ្រទេបាទអញ្ចឹងទេនេះក៏ជាសក្តានុពលទេសចររបស់ខេត្តកំពង់ចាមនៅតំបន់ផ្សេងៗទៀតដូចជាទឹកឆាបាទហើយនៅវត្តនគរបាជ័យបាទលក្ខណៈអញ្ចឹងទេអាចឲ្យបណ្ដាវិនិយោគិននានាគេមើលឃើញហើយអាចថាមកបដាក់ទុនបន្ថែមទៅលើអ្វីដែលកំពុងមានស្រាប់អញ្ចឹងយើងឃើញថាមានបញ្ហាពីរហ្នឹងដែលយើងមើលឃើញជាចម្បងតែក៏នៅមានបញ្ហាមួយទៀតដែលជាឱកាសគឺក្រុងកំពង់ចាមទាំងមូលបាននៅកំពុងកែប្រែមុខមាត់ស្អាតណាស្អាតជាបដាអញ្ចឹងទេខ្ញុំទាំងថ្នាក់ដឹកនាំខេត្តទាំងថ្នាក់ដឹកនាំក្រុងក៏ដូចជាបងប្អូនជាបរិវត្តខ្លះក៏គេមានកំណត់រួមជាមួយយើងចង់ឲ្យទីក្រុងកំពង់ចាមគេថាមិនត្រឹមតែភ្ញៀវមកមើល3ថ្ងៃហ្នឹងទេមិនត្រឹមថាថ្ងៃ11 12 13ខែមិនិនាឆ្នាំ2016ហ្នឹងទេយើងចង់ឲ្យប្រជាប្រដ្ឋដែលនៅក្នុងខេត្តកំពង់ចាមទាំងមូលនិយាយរួមចង់ឲ្យគាត់គេថាមិនចង់ចាកចេញពីខេត្តកំពង់ចាមហើយក៏ចង់ឲ្យអ្នកដែលមកលេងកំពង់ចាមពេលដែលត្រឡប់ទៅវិញនឹកឃើញកំពង់ចាមហើយត្រឡប់មកលេងកម្សាន្តជាបន្តថែមទៀតនេះគឺជាទស្សនៈដែលយើងចង់បានបាទ អាដាមចំពោះប្រជាជនដែលគាត់ជាអ្នកចំការជាកសិករអីដែលគាត់មានផលិតផលគាត់តូចតែគាត់ចង់មកលក់ដែរហ្នឹងតែយើងមានបានត្រៀមកន្លែងណាមួយសម្រាប់ពួកគាត់ដែរទេបាទបញ្ហានេះស្តង់ខ្ញុំសូមជំរាបស្តង់ពិព័រណ៍នេះគឺមានរហូតដល់ជាង500ជាង400ស្តង់បាទហើយក្នុងនោះក៏មានអង្គការគេថាកុមារញញឹមណាមញញឹមអានេះយើង free ឲ្យចា៎បាទហើយក៏មានខាងស្តង់ពិព័រណ៍ផលិតផលកសិឧស្សាហកម្មពីត្បូងឃ្មុំយកមកតាំងនេះក៏យើង free កំពង់ចាមក៏យើង free ហើយក៏មានស្តង់ពិព័រណ៍ផ្សេងទៀតដែលពាក់ព័ន្ធនឹងកសិឧស្សាហកម្មអីផ្សេងហ្នឹងក៏យើង free មួយចំនួនថែមទៀតបាទ free មួយចំនួនថែមទៀតក្រៅពីនោះវាមានគេថាផលិតផលប្រទេសថៃឬក៏ប្រទេសផ្សេងអាហ្នឹងគឺយើងគិតទៅតាមជាក់ស្ដែងចាអាដាមនឹងឃោសនាយ៉ាងម៉េចដើម្បីឲ្យប្រជាជននៅបណ្ដាខេត្តផ្សេងហ្នឹងគាត់មកកាន់តែច្រើនថែមទៀតទៅជាពិសេសគឺអ្នកទេសចរបាទឥឡូវនេះខ្ញុំគ្រាន់តែជម្រាបបន្តិចថាឥឡូវនេះគ្រប់ស្រុកក្រុងប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការកំពុងតែចូលរួមអបអរសាទរខ្លាំងណាស់មិនត្រឹមតែសម្អាតនៅតែក្នុងក្រុងទេឥឡូវតាមបណ្ដោយផ្លូវជាតិហើយនៅតាមស្រុករបស់គេនោះក៏គេមានស្មារតីញាក់លឹកក្នុងការរៀបចំទីកន្លែងរបស់គេឬក៏ភូមិឋានរបស់គេឬក៏តាមដងផ្លូវនៅក្នុងហៅថាតំបន់របស់គេហ្នឹងកាន់តែល្អប្រសើរជាងមុនហើយខ្ញុំបានគិតហើយថាព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ដែលមានឱកាសសម្រាប់ខេត្តកំពង់ចាមធ្វើការតាក់ទាញទៅដល់ភ្ញៀវជាតិអន្តរជាតិចឹងទេយើងខិតខំថាទី1ធ្វើយ៉ាងម៉េចឲ្យទីក្រុងរបស់យើងនេះកាន់តែស្អាតបាទហើយស្អាតនេះគឺមិនចង់សម្ដៅស្អាត3ថ្ងៃខ្ញុំដូចបញ្ជាក់ខាងដើមចឹងគឺចង់ឲ្យថានិរន្តរភាពចង់ឲ្យគេមកលេងកំសាន្តទៅនេះញឹកញាប់មកជាប្រចាំចឹងទៅហើយទី2គឺយើងថាថែរក្សាសន្តិភាពរបស់យើងសន្តិសុខនេះបាទឲ្យបានគេថាល្អប្រសើរជាទីបំផុត
ទី3គឺរៀបចំទីកន្លែងដែលជាការទទួលភ្ញៀវឲ្យកាន់តែល្អប្រសើរថែមទៀតដូចជាផ្ទះសំណាក់សន្តាគារឬក៏ភោជនីយដ្ឋានលក្ខណៈហើយក៏យើងខិតខំធ្វើម៉េចឲ្យតំបន់ទេសចររបស់យើងកាន់តែមានការវិវត្តប្រែប្រួលខ្លាំងជាងនេះថែមទៀតចាចាឯអាដាមជាចុងបញ្ចប់នេះតើឯអាដាមមានជាសារដ៏សំខាន់អ្វីខ្លះដែរនៅចុងបញ្ចប់នេះខ្ញុំសារជាថ្មីម្ដងទៀតគឺថាសូមថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីជួនសែនដែលបានបង្កើតផ្ដល់នៅការអនុញ្ញាតរៀបចំបុណ្យទលេនៅខេត្តកំពង់ចាមការរៀបចំបុណ្យទលេនេះវាជាការផ្ដល់ឱកាសឲ្យខេត្តកំពង់ចាមដើម្បីផ្សព្វផ្សាយនៅសក្តានុពលទាំងសក្តានុពលសេដ្ឋកិច្ចក៏ដូចជាសក្តានុពលទេសចរដើម្បីឲ្យគេមើលឃើញហើយគេនឹងចូលរួមនៅជួយវិនិយោគក្នុងទឹកដីខេត្តកំពង់ចាមហើយបញ្ហាទី2ក៏សូមអរគុណចំពោះសម្ដេចកលាហោមសខេងដែលជាឧបនាយករដ្ឋមន្ត្រីសួងមហាផ្ទៃដែលជារាជការសម្ដេចតែងតែផ្ដល់នូវការដឹកនាំចង្អុលជាក់ស្ដែងទាំងការងារសន្តិសុខស្ដាប់ធ្នាប់សង្គមក៏ដូចជាការងារអភិវឌ្ឍខេត្តដើម្បីឲ្យខេត្តយើងខ្ញុំអនុវត្តទៅតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3របស់រាជរដ្ឋាភិបាលហើយក៏អរគុណចំពោះដៃគូអភិវឌ្ឍអង្គការសង្គមស៊ីវិលសប្បុរសជននានាដែលបានរួមចំណែកក្នុងការជួយអភិវឌ្ឍខេត្តកំពង់ចាមហើយជាពិសេសគឺអរគុណចំពោះមន្ត្រីការថ្នាក់ដឹកនាំខេត្តកំពង់ចាមទាំងអស់ដែលបានផ្ដល់នូវការគ្រប់គ្រងគេថារួមសាមគ្គីគ្នាដើម្បីអភិវឌ្ឍខេត្តហើយនឹងចុងក្រោយអរគុណចំពោះប្រជាពលរដ្ឋពីព្រោះថាការអភិវឌ្ឍលើទឹកដីខេត្តមួយទាំងមូលมันអាចខ្វះបានពីការចូលរួមរបស់ប្រជាពលរដ្ឋនោះទេហើយក៏សូមពៀវនាវទៅដល់បងប្អូនជាពលរដ្ឋភៀវជាតិអន្តរជាតិទាំងអស់នៅក្នុងពិធីបុណ្យទលេនេះសូមអញ្ជើញមកទស្សនាឲ្យបានច្រើនបាទឲ្យបានច្រើនកុសកហើយចូលរួមជួយវាយតម្លៃក្នុងលក្ខណៈថាស្ថាបនាកែលម្អថាតើយើងនៅខ្វះខាតចំណុចណាទៀតដើម្បីឲ្យខេត្តកំពង់ចាមយើងមានការរីកចម្រើនខ្លាំងក្លាថែមទៀតបាទសូមអរគុណច្រើនឯកឧត្តមចំពោះការផ្ដល់កិច្ចសម្ភាសន៍ដ៏សំខាន់នេះជាងខ្ញុំសង្ឃឹមថាតាមរយៈការបង្ហាញជូនរបស់ឯកឧត្តមផ្ទាល់នៅក្នុងការរៀបចំពិធីបុណ្យទន្លេនៅក្នុងឆ្នាំនេះគឺនឹងមានប្រជាជនភ្ញៀវជាតិនិងអន្តរជាតិជាច្រើនទៅទស្សនានៅក្នុងខេត្តកំពង់ចាមចាសសូមអរគុណសូមអរគុណចំពោះការតាមដានទស្សនាពីកម្មវិធីសន្យាជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលសូមអរគុណសូមជម្រាបលា